បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទមួយពីទូស្នាមដៃ Forbes Magazine បាទពីអត្ថបទនោះគឺនិយាយអំពីបច្ចេកវិទ្យាបឋមកាលឬក៏ Quantum និងអនាគតរបស់វាជាមួយនឹង AI បាទអញ្ចឹងអ្វីជា Quantum ហើយអ្វីជាអនាគតកាលរបស់ AI បាទមានន័យថាបច្ចេកវិទ្យាពីរហ្នឹងនឹងបូកបញ្ចូលគ្នាហើយបង្កើតបានជាសមត្ថភាពមួយដ៏ខ្លាំងជាងអ្វីដែលយើងគិតបាទឥឡូវតា AI មួយយើងមានអារម្មណ៍ថាវាអស្ចារ្យណាស់ទៅហើយឥឡូវមនុស្សរកឃើញ Quantum នេះជាបច្ចេកវិទ្យាថ្មីទៀតដែលធ្វើឲ្យពិភពលោកកាន់តែប្រែប្រួលកាន់តែច្រើនមែនទែនបាទអញ្ចឹងសប្តាហ៍ថ្ងៃនេះឧស្សាហកម្មជាច្រើនកំពុងតែប្រឈមនឹងឥទ្ធិពលយ៉ាងជ្រាលជ្រៅពីបញ្ហាបញ្ញាសិប្បនិម្មិតដែលយើងស្គាល់ថា AI បាទហើយទៅលើការបង្កើតថ្មីនិងសេដ្ឋកិច្ចថា AI ដែលយើងកំពុងតែបំលែងរបៀបធ្វើការរបស់យើងនឹងបង្កើតប្រសិទ្ធភាពច្រើនវិស័យក៏ដោយក៏មានបដិវត្តមួយទៀតដែលកំពុងកើតឡើងយ៉ាងស្ងាត់ស្ងៀមគឺ Quantum Computing បាទ Quantum Computing កំពុងក្លាយជាឧបករណ៍បច្ចេកវិទ្យាដែលផ្លាស់ប្ដូរពិភពលោកយ៉ាងឆាប់រហ័សដោយប្រើគោលការណ៍នៃមេកានិកឬវាអាចបំលែងឧស្សាហកម្មគ្រប់មុខចាប់ផ្ដើមពីបច្ចេកវិទ្យាសុខាភិបាលរហូតដល់ហិរញ្ញវត្ថុអ្វីដែលធ្វើឲ្យបច្ចេកវិទ្យានេះពិសេសគឺសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលកុំព្យូទ័រទំនើបបំផុតរបស់មនុស្សសពថ្ងៃមិនអាចដោះស្រាយបានការបង្កើតថ្មីនេះបានបង្ហាញថា Quantum អាចបន្ថយពេលវេលាគណនារាប់ពាន់ឆ្នាំចុះត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះវ៉ាវមានន័យថាគណនាបានរាប់ពាន់ឆ្នាំបាទហើយចំណាយពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះបាទអញ្ចឹងបើឲ្យកុំព្យូទ័រយើងធម្មតាទៅគណនាគឺចំណាយពេលរាប់ពាន់ឆ្នាំបាទមនុស្សយើងកើតរាប់ពាន់ដងហើយប៉ុន្តែសម្រាប់ Quantum នេះគឺវាអាចគណនាបានយ៉ាងលឿនហើយត្រឹមត្រូវទៀតបាទអញ្ចឹងមិនធម្មតាទេប៉ុន្តែជាមួយនឹងសក្តានុពលធំបែបនេះក៏មានតម្រូវការសំខាន់ក្នុងការយល់ដឹងរួមគ្នាពីការងារនិងការរៀបចំទុកដាក់ជាមុនផងដែររូបបច្ចេកវិទ្យានេះបើយើងប្រើខុសបច្ចេកទេសនឹងមានបញ្ហាទៅដល់សុវត្ថិភាពបាទសន្តិសុខជាតិឬក៏សន្តិសុខសង្គមអូខេសកម្មភាពរបស់ Quantum នាពេលបច្ចុប្បន្នQuantum Computer កំពុងមានការរីកចម្រើនយ៉ាងច្បាស់ហើយនឹងឆាប់រហ័សរដ្ឋាភិបាលសាកលវិទ្យាល័យនិងឧស្សាហកម្មបានចាប់ផ្ដើមទទួលយកនិងស្រាវជ្រាវយ៉ាងសកម្មទីតាំងនៅសហរដ្ឋអាមេរិកក៏ដូចជាប្រទេសជឿនលឿនគេកំពុងតែចាប់អារម្មណ៍លើបច្ចេកវិទ្យាមួយហ្នឹងការបង្កើតថ្មីដែលទាក់ទងនឹងការចំណាប់អារម្មណ៍នាពេលថ្មីនេះ Willow ជាអ្នកបង្កើត chip Quantum របស់ក្រុមហ៊ុន Google បាទ Quantum នេះគឺបង្កើតដោយក្រុមហ៊ុន Google វាធ្វើការប្រសើរជាងកុំព្យូទ័រល្អបំផុតនៅក្នុងពិភពលោកលើតេស្តជាពិសេសមួយទោះបីជាអ្នកជាច្រើនគិតថាយើងនៅឆ្ងាយពីការប្រើប្រាស់ Quantum យ៉ាងទូលំទូលាយក៏ដោយក៏ការបង្កើតការរីកចម្រើនបែបនេះនឹងបង្ហាញពេលក្នុងរយៈពេល3ឆ្នាំយ៉ាងយូរហើយនឹងឃើញការផ្លាស់ប្ដូរធំជាច្រើនខុសពីកុំព្យូទ័រធម្មតាដែលប្រើ bit 0 និង 1បាទកុំព្យូទ័រសប្តាហ៍ថ្ងៃយើងប្រើ bit 0 និង 1បាទមានន័យថាកុំព្យូទ័រយើងគឺបង្កើតដោយលេខកូដ0និង 1ដោយពូភ្លើង turn on ហើយនឹង off បាទមានតែពីរហ្នឹងឯងប៉ុន្តែនៅក្នុង Quantum bit វិញគឺគេប្រើ qubit បាទអាចស្ថិតនៅក្នុងភាព0និង1ពេលដំណើរគ្នាបាទអា1 0 1បាត់ចូល0បាត់ចេញ1ចូល1ចេញ0អញ្ចឹងណាវាឆ្លាស់គ្នាទៅវិញទៅមកអញ្ចឹងអាហ្នឹងមានតែយើងប្រើកុំព្យូទ័ររាល់ថ្ងៃដល់អា qubit នេះរបស់ Quantum គឺវាប្រើ0 1ដូចគ្នាប៉ុន្តែវាចេញតាណាគ្នាមានថាវាលឿនណាមកលឿនតែម្ដងអូខេវាធ្វើឲ្យកុំព្យូទ័រ Quantum មានសភាពរហ័សខ្លាំងក្នុងការដោះស្រាយបញ្ហាស្មុគស្មាញបាទអញ្ចឹងបច្ចេកវិទ្យាមួយនេះគឺវាលឿនមែនតើបើយើងគិតទៅវាខុសគ្នារាប់ពាន់ឆ្នាំវាមិនធម្មតាក្នុងការគណនាការប្រជែងពិភពលោកសម្រាប់ Quantum Supremacy បាទប
ប្រទេសជាច្រើនកំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុង Quantum ដូចជាចក្រភពអង់គ្លេសក្នុងវិស័យគ្រប់គ្រងតឹងរឹងដូចជាហិរញ្ញវត្ថុនិងសុខាភិបាលអ្នកដឹកនាំខ្លះកំពុងអភិវឌ្ឍ hardware និងទិដ្ឋភាពនៃផ្នែកកម្មវិធីដើម្បីការពារពីការវាយប្រហារ Digital និងការរក្សាទិន្នន័យឲ្យមានសុវត្ថិភាពជាងការសហការនិងការចែករំលែកគ្នាគឺជាមូលដ្ឋានគ្រឹះនៃជោគជ័យការអភិវឌ្ឍ Quantum នឹងមិនអាចទទួលបានជោគជ័យទេប្រសិនបើគ្មានការសហការគ្នារវាងសាកលវិទ្យាល័យក្រុមហ៊ុនឯកជនរដ្ឋាភិបាលនិងវិស័យនិងវិស្វករនិងអ្នកស្រាវជ្រាវ Cisco Innovation Center នៅប្រទេសអេស្ប៉ាញកំពុងសហការជាមួយនឹងក្រុមហ៊ុននិងអ្នកស្រាវជ្រាវដើម្បីសាកល្បងពីរបៀប Quantum អាចធានាសុវត្ថិភាពទំនាក់ទំនងសហការដែលមានប្រសិទ្ធភាពត្រូវមានគោលបំណងនិងតម្លៃដូចគ្នាដូចជាការបង្កើតអនាគតដែលមានភាពចូលរួមនិងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូបនាពេលអនាគតនេះការពិភាក្សារវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅតែស្ថិតនៅលើកម្រិតហើយត្រូវការកិច្ចសហប្រតិបត្តិការបន្តទៅទៀតដើម្បីដោះស្រាយបញ្ហាសន្តិសុខជារួមមកអង្គការនិងក្រុមហ៊ុនជាវិស័យដែលមានការគ្រប់គ្រងតឹងរ៉ឹងគួរតែចាប់ផ្ដើមពិភាក្សានិងសាកល្បងពី Quantum រយៈពេល3ឆ្នាំខាងមុខទៀតនេះជាពេលកំណត់សម្រាប់ Quantum ពីការសាកល្បងទៅរកអនាគតពិតប្រាកដវាមិនត្រឹមតែជាការបង្កើតបច្ចេកវិទ្យាថ្មីទេតែវាបង្កើតសហសវត្តថ្មីនៃពិភពលោកផង